នាងខ្ញុំឈ្មោះពេជ្របុណ្ណារាបង្រៀននៅថ្នាក់ទី7នៃវិទ្យាល័យហ៊ុនសែនប៊ុនរនីវត្តភ្នំចំណាប់អារម្មណ៍គិតថាល្អអញ្ចឹងព័ត៌មានដែលគេចាប់ផ្ដើមបង្កើតកម្មវិធីទាំងឡាយនេះគឺអ្វីដែលយើងគិតថាជាព័ត៌មានពិតប្រាកដចាំយើងយកព័ត៌មានណាคล้ายៗយើងកុំចាប់ចោលចាក្នុងនាមខ្ញុំជាគ្រូបង្រៀនអញ្ចឹងបងក៏គាត់ជាអ្នកបង្រៀនជាមួយគ្នាដែរអញ្ចឹងនាំគ្នាពង្រឹងកូនសិស្សទាំងអស់ដែលជឿជាក់នៅលើព័ត៌មានដែលមិនពិតក្តីព័ត៌មានคล้ายៗក្តីគឺនៅតាមបណ្ដាញសង្គម Facebook អញ្ចឹងយើងណែនាំសិស្សកុំឲ្យជឿជាក់នៅលើអ្វីដែលមិនពិតគឺជឿជាក់អ្វីដែលរាជរដ្ឋាភិបាលបំផុសមកចាចំពោះការកម្ចាត់នៅព័ត៌មានคล้ายៗចំពោះប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសយើងនេះគឺពិតជាល្អដែលធ្វើឲ្យប្រជាពលរដ្ឋយើងបានដឹងអ្វីដែលថាព័ត៌មានពិតព័ត៌មានคล้ายៗចាយើងទាំងអស់គ្នាទូទាំងប្រទេសយើងទូទាំងសាលានានាហើយនឹងលោកគ្រូអ្នកគ្រូទាំងអស់និងសិស្សានុសិស្សទាំងអស់សូមជឿជាក់តែអ្វីដែលព័ត៌មានដែលរាជរដ្ឋាភិបាលបំផុសមកអ្វីដែលក្រៅពីនោះគឺជាព័ត៌មានคล้ายៗទាំងអស់